ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងដែលខ្ញុំនឹងលើកយកមកសង្ខេបថ្ងៃនេះគឺមានចំណងជើងថា Con Air ថ្ងៃនេះគឺជាថ្ងៃដែល Cameron Poe ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញបន្ទាប់ពីត្រូវបានជាប់គុកអស់រយៈពេល8ឆ្នាំគេពិតជាសប្បាយចិត្តដោយសារតែបន្តិចទៀតគេនឹងបានជួបមុខប្រពន្ធកូនដែលបែកគ្នាអស់រយៈពេលយ៉ាងយូរ Poe ក៏ត្រូវបានដឹកតាមជើងយន្តហោះជាមួយនឹងក្រុមអ្នកទោសដទៃទៀតប៉ុន្តែក្រុមអ្នកទោសដែលនៅក្នុងជើងយន្តហោះជាមួយនឹង Poe ហ្នឹងគឺសុទ្ធសឹងតែកំពូលអ្នកទោសមានទាំងភេរវករឃាតកររោគចិត្តអីជាដើមចង់ដឹងថានឹងមានរឿងអ្វីកើតឡើងនៅក្នុងយន្តហោះនោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញកាលពី8ឆ្នាំមុន Poe គឺជាអតីតនៃទាហានមួយរូបនៅពេលដែលគេត្រឡប់មកពីសង្គ្រាមនៅវៀតណាមវិញគេក៏មកជួបប្រពន្ធរបស់គេយ៉ាងសប្បាយចិត្តនៅបារមួយកន្លែងប៉ុន្តែក្រុមបងធំប្រចាំតំបន់ប្រមាណអ្នកក៏ចង់ចាប់ប្រពន្ធរបស់ Poe ពួកហ្នឹងក៏បានចូលវាយ Poe ប៉ុន្តែ Poe គេធ្លាប់ហាត់ទាហានអញ្ចឹងហើយគេក៏អាចវាយតបតជាមួយនឹងពួកនោះវិញមិនតែប៉ុណ្ណោះ Poe ក៏ជ្រុលដៃចាក់សម្លាប់អាមួយមេគេហ្នឹងឲ្យស្លាប់បាត់ទៅតុលាការក៏បានកាត់ទោសឲ្យ Poe ហ្នឹងត្រូវជាប់គុករយៈពេល8ឆ្នាំដោយតុលាការបានចោទប្រកាន់ថា Poe ហ្នឹងបានប្រើប្រាស់ជំនាញជាទាហានរបស់គេទៅសម្លាប់មនុស្សដែលតាមពិត Poe គេគ្រាន់តែការពារខ្លួនគេតែប៉ុណ្ណោះ Poe គេគិតអ្វីមិនចេញនោះទេព្រោះថាពេលនេះប្រពន្ធរបស់គេក៏កំពុងតែមានទម្ងន់ហើយគេបែរជាត្រូវជាប់គុកបែបនេះទៅវិញនៅក្នុងគុក Poe ខិតខំពង្រឹងរាងកាយនិងផ្លូវចិត្តណាស់ដោយសារតែប្រពន្ធនិងកូនស្រីរបស់គេនឹងហើយដែលជាមូលហេតុសម្រាប់គេក្នុងការរស់បន្តកូនស្រីរបស់ Poe ក៏បានចូលរៀនហើយនៅក្នុងបន្ទប់របស់ Poe គឺសុទ្ធសឹងតែរូបកូនស្រីរបស់គេនិយាយទៅ Poe គឺថាស្រឡាញ់កូនស្រីរបស់គេខ្លាំងណាស់រយៈពេល8ឆ្នាំលឿនដូចកុហកថ្ងៃនេះ Poe គឺត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយក៏គៀកថ្ងៃខួបកំណើតកូនស្រីរបស់គេដែរ Poe ក៏បានរៀបចំអីវ៉ាន់ដើម្បីចាក់ចេញពីគុកហើយគេក៏ត្រូវជិះយន្តហោះជាមួយនឹងក្រុមកំពូលអ្នកទោសគ្រោះថ្នាក់លំដាប់ជាច្រើនអ្នកដែលមានដូចជា William Bedford ជាឃាតកររោគចិត្ត Nathan Jones ជាភេរវករបំផ្ទុះក្របបែក Cyrus ជាឃាតករដែលរំលោភសម្លាប់និងប្លន់ធនាគារហើយកំឡុងពេលជាប់គុកគេសម្លាប់អ្នកទោសអស់11អ្នកថែមទៀតផងហើយក៏ធ្លាប់លួចរត់2ដងដែរតែមិនបានសម្រេច Poe គឺថាស្លូតជាងគេហើយនៅក្នុងចំណោមអ្នកទោសទាំងអស់ហ្នឹងគ្រាន់តែយន្តហោះចាប់ផ្ដើមហោះចេញបានបន្តិចចោទក៏ចាប់ផ្ដើមដកកូនដៃគោលចេញពីស្បែករបស់គេហើយអ្នកទោសដទៃទៀតក៏ចាប់ផ្ដើមធ្វើបែបហ្នឹងដែរ Parker ក៏បានដកខ្សែចេញពីមាត់របស់គេដែលគេមានលាក់ឈើគូសនិងសាំងនៅក្នុងនោះ Cyrus ក៏បានឲ្យសញ្ញាទៅកាន់ Parker ហើយគេក៏ចាប់ផ្ដើមបាញ់សាំងដាក់លើអ្នកទោសដែលនៅជិតគេហ្នឹងរួចក៏ដុតម្នាក់ហ្នឹងតែម្ដងដែលបង្កជាភាពចលាចលជូនក៏ដោះខ្នោះចេញបានក្រុមប៉ូលីសក៏បានយកបំពង់ពលុតអគ្គិភ័យដើម្បីមកជួយអ្នកទោសហើយនៅក្នុងពេលចលាចលហ្នឹង Parker ក៏បានលួចកូនសោពីចង្កេះរបស់ប៉ូលីសស្រីម្នាក់រួចក៏បានបើកទ្វារឲ្យជូននិងអ្នកទោសសាហាវដែលនៅក្នុងទ្រុងចេញមកទាំងអស់ Cyrus ក៏បានសម្លាប់ pilot ម្នាក់ហើយគេក៏បានចូលទៅបន្ទប់បញ្ជាយន្តហោះរួចក៏ភ្ជង់ឲ្យ pilot ម្នាក់ទៀតហ្នឹងរាយការណ៍ទៅថ្នាក់លើទៅថាស្ថានភាពគឺធម្មតាទេ Cyrus ក៏បានតាំងខ្លួនរបស់គេនឹងជាមេក្រុមហើយគេក៏ដាក់ឈ្មោះក្រុមរបស់គេថា Con Air ប៉ូលីសស្រីក៏ត្រូវបានក្រុមអ្នកទោសចាប់ចងហើយអ្នកទោសល្មមកាមចរនេះក៏ចង់ចាប់រំលោភប៉ូលីសស្រីម្នាក់នោះ Poe ទ្រាំមិនបានគេក៏បានចូលទៅជួយហើយក៏បានវាយគ្នាជាមួយនឹងចរនេះប៉ុន្តែ Cyrus ក៏បានចូលមកខត់អ្នកទាំងពីរហើយគេក៏បានស្រាយចំណងឲ្យប៉ូលីសស្រីនឹងវិញផងដែរប៉ូលីសដែលពេលនេះត្រូវបាន Cyrus ចាប់ធ្វើជាចំណាប់ខ្មាំងនឹងក៏បានប្រាប់ពួកគេថាយន្តហោះនឹងត្រូវចុះចតបណ្ដោះអាសន្ននៅទីក្រុង Kazon ដើម្បីទម្លាក់អ្នកទោស6នាក់ហើយនឹងយកអ្នកទោសថ្មី10នាក់ឡើងមកលើបន្ថែមវិញក្រុមអ្នកទោសក៏ពិភាក្សាគ្នាអំពីគម្រោងបន្ទាប់របស់ពួកគេដោយសារតែនៅពេលដែលចុះនៅទីក្រុង Kazon នឹងនៅមានកូនមេខ្លោងគ្រឿងញៀនអ្នកមានម្នាក់ឡើងមកលើយន្តហោះវិញផងដែរភ្លាមនោះប៉ូលីសបង្កប់ខ្លួនម្នាក់ក៏បានចាប់ Parker ធ្វើចំណាប់ខ្មាំង Cyrus ក៏ចាប់ប៉ូលីសស្រីវិញដូចគ្នា Poe ក៏ព្យាយាមនិយាយកុំឲ្យប៉ូលីសម្នាក់ហ្នឹងធ្វើអ្វីឆេវឆាវឲ្យសោះដោយសារតែប៉ូលីសហ្នឹងនៅខ្ចីផងគេក៏ត្រូវបាន Cyrus បាញ់សម្លាប់គេចោលបាត់ទៅ Odell ដែលបានឃើញអំពីទឹកចិត្តរបស់ Poe គេក៏ដឹងថា Poe ហ្នឹងគឺជាមនុស្សចិត្តល្អម្នាក់ Parker ក៏បាននិយាយអំពីបញ្ហារបស់ពួកគេដោយសារតែអ្នកទោសដែលត្រូវទម្លាក់ឲ្យចុះនៅទីក្រុង Kazon ហ្នឹងគឺស្លាប់អស់ហើយអញ្ចឹងហើយគឺត្រូវការមនុស្សជំនួស Odell ក៏បាននិយាយឲ្យ Poe ហ្នឹងចុះនៅទីក្រុង Kazon ហ្នឹងទៅហើយគេក៏ស្ម័គ្រចិត្តចុះនៅទីហ្នឹងផងដែរបន្ទាប់មកគឺជា pilot Cyrus ក៏បានស្លៀកពាក់ខោអាវអ្នកទោសឲ្យគាត់ហើយក៏បាត់មុខ
និងក្របមុខដើម្បីកុំឲ្យប៉ូលីសនឹងចំណាំបាននៅពេលនោះផលក៏បដូរចិត្តវិញគេមិនព្រមចុះនៅទីក្រុងខាសុននោះទេដោយសារតែគេនៅចង់ជួយក្រុមប៉ូលីសនិងអ្នកទោសផ្សេងទៀតដែលមិនដឹងអីហើយអូដែលក៏បដូរចិត្តវិញដូចគ្នាផលក៏បានលួចទៅឆែកឆេរសាកសពប៉ូលីសបង្គាប់ដែលបានស្លាប់មុននោះហើយគេក៏រកឃើញខ្សែអាត់សម្លេងមួយនៅក្នុងបន្ទប់របស់សៃរើសវិញពេលនេះក្រុមប៉ូលីសស៊ើបអង្កេតក៏បានរកឃើញឯកសារសម្ងាត់ដែលបានលាក់នៅខាងក្នុងជញ្ជាំងបន្ទប់របស់គេយើងឃើញថានៅចំណតយន្តហោះទីក្រុងខាសុនពេលនេះគឺអាប់យ៉ាងខ្មៅខ្មាញ់តែម្ដងនៅពេលដែលត្រៀមនឹងចុះចតផលក៏បានយកខ្សែអាត់នឹងដាក់ចូលក្នុងខោអាវ pilot សៃរើសក៏បានទម្លាក់អ្នកទោស6នាក់ឲ្យចុះហើយក៏មានអ្នកទោសថ្មីប៉ុន្មាននាក់ត្រូវឡើងមកលើយន្តហោះវិញផងដែរពេលនេះគឺថានៅលើយន្តហោះនឹងគឺពោពេញទៅដោយក្រុមអ្នកទោស Parker ក៏បានដោកយកឧបករណ៍ចាប់ទីតាំងពីយន្តហោះរបស់អ្នកទោសទៅដាក់លើកូនយន្តហោះទេសចរវិញដើម្បីបង្វែងដានប៉ូលីសបន្តិចក្រោយមកក៏មានអ្នកទោសពិសេសម្នាក់ដែលសូម្បីតែសៃរើសនឹងក៏ភ្ញាក់ដែរពេលដែលបានឮឈ្មោះរបស់គេហើយអ្នកទោសម្នាក់នឹងមិនដឹងថាសាហាវដល់កម្រិតណាទេដល់ថ្នាក់ក្រុមប៉ូលីសនឹងចងដៃចងជើងហើយបិទមុខចិត្តឈឹងទៀតគេមានឈ្មោះថា Garland នៅខាងពន្ធនាគារឯនេះវិញលោកប៉ូលីស Larkin ក៏រកឃើញទិន្នន័យសម្ងាត់មួយចំនួនរបស់សៃរើសដោយគាត់ក៏បានផ្គុំរូបគំនូរហើយក៏ឃើញមានប្រលាស់នៅត្រង់ភ្នែកហើយវាក៏ចេញជាអក្សរ Carson City ដែលជាឈ្មោះទីក្រុងដែលយន្តហោះអ្នកទោសនឹងកំពុងតែចុះចតនឹងឯង Larkin ក៏ដឹងយ៉ាងច្បាស់ថាប្រកាសជាមានបញ្ហានៅទីនោះអញ្ចឹងហើយគេក៏ប្រញាប់បញ្ជាកូនចៅឲ្យទៅកន្លែងទីក្រុង Carson ភ្លាមក្រុមអ្នកទោស6នាក់ដែលត្រូវចុះនៅទីក្រុង Carson នឹងក៏ត្រូវឡើងឡានប៉ូលីសដើម្បីដឹកជញ្ជូនបន្តប៉ុន្តែ pilot ក៏បានរើបំរាស់ហើយក៏ធ្លាក់កាសែតអាត់សម្លេងចេញមកក្រុមប៉ូលីសក៏បានរាយការណ៍រឿងនេះទៅកាន់ថ្នាក់លើប៉ុន្តែក្រុមអ្នកទោសក៏បានបើកយន្តហោះចេញទៅបាត់ហើយប៉ុន្តែ Parker វិញអាឡ័យតែនៅកន្លែងយន្តហោះទេសចរនោះគេក៏រត់ឡើងយន្តហោះនឹងមិនទាន់ក្រុមអ្នកទោសដែលនៅលើយន្តហោះម្នាក់ៗហ្នឹងគឺថាសប្បាយចិត្តខ្លាំងមែនទែនមេរបស់លោកប៉ូលីស Larkin គឺមានកំហឹងជាមួយនឹងការបាត់បង់សមាជិកប៉ូលីសបង្កប់ម្នាក់របស់គាត់ហើយគាត់ក៏បានស្ដីឲ្យ Larkin ផងដែរដែលមិនព្រមបាញ់យន្តហោះនោះទម្លាក់ក៏ដោយសារតែនៅលើយន្តហោះគឺមានអ្នកទោសដែលល្អផងដែរដូចជា Paul ជាដើម Cyrus ជាមួយនឹង John ក៏បានទៅមើល Garland ហើយ Cyrus ក៏សម្រេចចិត្តបញ្ជាឲ្យ John នឹងដោះលែង Garland ឲ្យមានសេរីភាពដូចជាអ្នកទោសដទៃទៀតផងដែរ Paul ក៏បានចូលមកបន្ទប់ pilot ហើយគេក៏បានសួរអំពីគម្រោងការបន្ទាប់របស់ Cyrus នៅពេលដែល Larkin ព្យាយាមតាក់ទងមកកាន់យន្តហោះ Cyrus គឺជាអ្នកឆ្លើយតបហើយ Larkin និងក្រុមប៉ូលីសក៏មិនទទួលបានព័ត៌មានអ្វីពីខាងយន្តហោះនោះដែរ Cyrus ក៏បានប្រាប់ Paul ថាពួកគេនឹងចុះចតម្ដងទៀតនៅ Lerner Airfield ដែលនៅកន្លែងហ្នឹងគឺគ្មានប៉ូលីសកុងត្រូលនោះទេនៅខាងប្រពន្ធរបស់ Paul គឺអ្នកស្រី Tricia និងកូនស្រីវិញប៉ូលីសក៏បានទៅជួបអ្នកស្រីដោយសារតែ Paul បានយកកាសែតអានសំឡេងដាក់នៅក្នុងខោអាវរបស់ pilot ដែលបានបញ្ជាក់ថាគេគឺមានបំណងជួយទៅកាន់ក្រុមប៉ូលីសហើយនៅពេលដែល Larkin គេស៊ើបអង្កេតអំពីប្រវត្តិរបស់ Paul បន្ថែមទៅគេក៏ដឹងថា Paul នឹងធ្លាប់ជាអតីតទាហានគេមិនមែនជាមនុស្សអាក្រក់អីទេនៅខាងមេរបស់ Larkin វិញគាត់ក៏បានដឹកនាំគ្នាប៉ុន្មាននាក់ឡើងជិះកន្ទុំរយប្រយុទ្ធដើម្បីបាញ់ទម្លាក់យន្តហោះអ្នកទោសតែម្ដងនៅលើយន្តហោះ John ក៏បានបញ្ជាឲ្យ Paul នឹងទៅត្រួតពិនិត្យកន្លែងកងយន្តហោះក្រែឡូមានបញ្ហាអីពេលចុះចត Paul ក៏បានចុះទៅមើលហើយពេលនោះគេក៏បានឃើញសាកសពរបស់ Parker មិនដឹងថាគេស្លាប់តាំងពីពេលណាមកទេ John ក៏បញ្ជាឲ្យ Paul នឹងទម្លាក់សាកសព Parker ពីលើយន្តហោះហើយ Paul ក៏ឆ្លៀតឱកាសនេះសរសេរឈ្មោះរបស់លោកប៉ូលីស Larkin និងសរសេរពីទីតាំងប្រលេងយន្តហោះ Lerner ដែលនឹងត្រូវយន្តហោះចុះចតសាកសពរបស់ Parker ក៏ត្រូវបានទម្លាក់ចុះមកហើយចៃដន្យអីគឺធ្លាក់មកលើឡានរបស់លោកតាលោកយាយមួយគូរឿងនេះក៏ត្រូវបានខាងប៉ូលីសចរាចរណ៍រាយការណ៍ទៅកាន់ក្រុមរបស់លោក Larkin លោក Larkin ក៏បានប្រាប់មេរបស់គេថាយន្តហោះក្រុមអ្នកទោសហ្នឹងគឺចុះចតនៅប្រលានយន្តហោះ Lerner ទេប៉ុន្តែមេរបស់គេគឺមិនស្ដាប់សម្ដីរបស់ Larkin ឡើយអញ្ចឹងហើយគឺមានតែ Larkin ក៏ចេញធ្វើការតែម្នាក់ឯងដោយគេក៏បានយកឡានមេរបស់គេហ្នឹងបើកទៅប្រលានយន្តហោះ Lerner តែម្នាក់ឯង Bedford ក៏បានយកតុក្កតាដែល Paul ទុកសម្រាប់ឲ្យកូនស្រីរបស់គេមកមើលហើយគេក៏បានឃើញសំបុត្រដែល Paul បានសរសេរ Paul ឃើញហើយគេក៏មានកំហឹងឬពួកគេទាំងពីរក៏បានប្រវាយប្រតបគ្នានៅខាងមេរបស់ Larkin វិញកន្ទុំរយប្រយុទ្ធរបស់គាត់បែរជាបានជួបជាមួយនឹងកូនយន្តហោះទេសចរទៅវិញដោយសារតែ Parker បានយកឧបករណ៍ចាប់ទីតាំងយន្តហោះទៅដាក់លើកូនយន្តហោះទេសចរនោះនៅខាង Larkin វិញគេក៏បានបើកឡានទៅដល់ប្រលានយន្តហោះមុនហើយយើងឃើញថានៅទីហ្នឹង
គឺជាប្រលានយន្តហោះដែលឈប់ដំណើរការយូរមកហើយបន្តិចក្រោយមកក៏មានហេលីកូបទ័របរិសម្នាក់ចង់ចុះចតនៅទីហ្នឹងស្របពេលគ្នាជាមួយនឹងយន្តហោះអ្នកទោសបរិសម្នាក់នោះក៏បានហក់ចេញពីហេលីកូបទ័ររបស់គេទាន់ហើយក្រុមអ្នកទោសក៏ព្យាយាមបញ្ឈប់យន្តហោះគឺថាសតែបន្តិចទៀតប៉ុណ្ណោះនឹងត្រូវបោកជាមួយនឹងធុងសាំងស្លាប់ទាំងអស់គ្នាជាមិនខានក្រុមអ្នកទោសក៏បានចុះចតបានដោយជោគជ័យហើយបរិសម្នាក់ដែលបើកហេលីកូបទ័រមុនហ្នឹងគេក៏ខឹងគេក៏ចង់មកស្ដីឲ្យមានណាគ្រាន់តែឃើញក្រុមពួកអ្នកទោសគេក៏កាច់ចង្កូតរត់តែម្ដងចូនក៏ចង់សម្លាប់អ្នកទោសណាដែលមិនមាននៅក្នុងក្រុមរបស់គេចោលប៉ុន្តែផូក៏បានបង្អាក់គេដោយផូបានថាពួកគេអាចនឹងមានប្រយោជន៍នៅពេលខាងមុខហើយសៃរ៉ឺសក៏នៅខាងផូផងដែរពេលនេះម្នាក់គឺព្យាយាមកាយដីដើម្បីទេយន្តហោះចេញប៉ុន្តែសម្រាប់ Garland វិញគេក៏បានដើរចេញតែម្នាក់ឯងដែលគេក៏បានដើរទៅឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយលេងតែម្នាក់ឯងផូវិញក៏ចង់ទៅរកសម្ភារៈមកបន្ថែមនៅក្នុងឃ្លាំងហើយគេក៏ត្រូវបាននរណាម្នាក់វេគេពីក្រោយអ្នកទោសល្មមកាមចននេះក៏ឆ្លោះឃើញដីហុយគេក៏ដឹងថាកំពុងតែមានឡានបើកមកកន្លែងរបស់ពួកគេនេះហើយប្រហែលជា10នាទីអីទៀតគឺមកដល់ហើយ Garland វិញគេក៏បានយកតុក្កតារបស់ក្មេងស្រីម្នាក់នោះហើយក៏អង្គុយលេងជាមួយនាងទៅនៅខាងផូក្រុមមនុស្សដែលបានវេគេនេះគឺជាកូនចៅរបស់មេគ្រឿងញៀនដែលត្រូវបានបញ្ជូនឲ្យមកយកកូនប្រុសរបស់គេហើយគម្រោងការរបស់មេគ្រឿងញៀននោះគឺជួយតែកូនប្រុសរបស់គេបានហើយគេនឹងសម្លាប់ក្រុមអ្នកទោសនឹងទាំងអស់តែម្ដងភ្លាមនោះឡាគិនក៏បានបង្ហាញខ្លួនមកហើយផូក៏ឆ្លៀតឱកាសវាយបកទៅកាន់កូនចៅមេខ្លោងគ្រឿងញៀនទាំងនោះឲ្យដួលអស់ផូក៏បានកាន់កំភ្លើងភ្ជុំគ្នាទៅមកជាមួយនឹងឡាគិនក៏បាននិយាយពីឈ្មោះប្រពន្ធរបស់ផូហើយផូក៏បានផ្ដាំឡាគិនឲ្យប្រាប់ប្រពន្ធគេផងថាគេពិតជាស្រឡាញ់ប្រពន្ធរបស់គេខ្លាំងណាស់ប៉ុន្តែគេមិនដឹងថាគេអាចមានជីវិតទៅជួបមុខប្រពន្ធរបស់គេបានដែរឬអត់ទេថាហើយគេក៏បានចាក់ចែងដើម្បីទៅជួយអ្នកទោសដែលមិនដឹងអីវិញទៅក្រុមអ្នកទោសក៏បានសហការគ្នាទាញយន្តហោះនឹងចេញបានហើយក្រុមប៉ូលីសក៏កំពុងតែជិតមកដល់ផងដែរ Garland វិញគេក៏អង្គុយច្រៀងលេងជាមួយនឹងក្មេងស្រីតែ2នាក់ហើយមិនដឹងថាគេមានបំណងអីនោះទេព្រោះអាប៉ែហ្នឹងគឺជាអ្នកទោសដែលកំពូលសាហាវជាងគេហើយនៅពេលម្នាក់ត្រៀមនឹងឡើងយន្តហោះវិញអាមួយកូនមេខ្លោងគ្រឿងញៀនហ្នឹងក៏បានលួចរត់ទៅរកកូនចៅប៉ារបស់គេដែលកំពុងតែចាំគេនៅក្នុងកន្ទំរុយមួយ2នាក់ហ្នឹងក៏បានបើករត់ចេញហើយឡាគិនក៏បានបញ្ជាប័ណ្ណទ្វេមកត្រូវកន្ទំរុយមួយហ្នឹងលឹកបាក់ជា2ដោយឃើញថាអាមួយហ្នឹងមិនមានភាពស្មោះត្រង់ជាមួយនឹងក្រុមបែបហ្នឹងសៃរ៉ឺសក៏បានចោលបារីដុតភ្លើងសម្រាប់អាមួយហ្នឹងចោលតែម្ដងទៅសៃរ៉ឺសក៏បានយកកំភ្លើងឲ្យគ្នារបស់គេគ្រប់គ្នាហើយពួកគេក៏រៀបគម្រោងដើម្បីតទល់ជាមួយនឹងក្រុមប៉ូលីសឥឡូវនេះយើងឃើញថាក្មេងស្រីជាមួយនឹង Garland ហ្នឹងគឺបានបាត់ខ្លួនទាំង2នាក់ទៅហើយមិនដឹងថា Garland ហ្នឹងវាចាប់ក្មេងស្រីហ្នឹងទៅណាទេការប្រយុទ្ធរវាងក្រុមអ្នកទោសជាមួយនឹងក្រុមប៉ូលីសក៏ត្រូវបានចាប់ផ្ដើមឡើងក្រុមអ្នកទោសក៏បានបាញ់បំផ្ទុះហ្គាសដាក់ក្រុមប៉ូលីសប៉ុន្តែចំណែកឯ Johnny វិញគេមិនបានចូលរួមប្រយុទ្ធអីទេដោយសារតែមានអ្វីដែលសំខាន់ជាងនឹងសម្រាប់គេដោយគេក៏បានចូលទៅក្នុងយន្តហោះហើយក៏ទៅរកប៉ូលីសស្រីនឹងជាថ្មីម្ដងទៀតផូវិញគេក៏បានយកខ្សែចងស្លាប់យន្តហោះដើម្បីកុំឲ្យក្រុមអ្នកទោសនឹងបើយន្តហោះរត់គេចបានJohnnyប៊ីតែនឹងចាប់ផ្ដើមទៅហើយផូក៏បង្ហាញខ្លួនមកហើយក៏វាយJohnnyប៉ុន្មានដៃទៅពេលនោះហេលីកូបទ័រប្រយុទ្ធរបស់មេឡាគិននឹងក៏បានមកដល់ក្រុមអ្នកទោសក៏បានដកថយហើយក៏នាំគ្នាឡើងទៅលើយន្តហោះក៏បានហោះហើរចេញបានដោយជោគជ័យបើទោះបីជាផូបានចងខ្សែតាក់ជាមួយនឹងបង្គោលក៏ដោយហើយខ្សែហ្នឹងវាក៏បានវត្តទៅធ្ពក់ជាមួយនឹងឡានមេរបស់ឡាគិនដែលលាក់នៅក្នុងឃ្លាំងហើយក៏បានដោយទៅជាមួយនឹងយន្តហោះទៅតាក់ជាមួយនឹងបង្គោលប៉ោមហើយក៏ធ្លាក់ចុះមកជាប់ពីមុខមេរបស់ឡាគិនឡានខ្ទេចអស់ប៉ុន្តែផ្លាកលេខហ្នឹងគឺនៅស្អាតដែលអាចឲ្យមេរបស់ឡាគិនហ្នឹងដឹងថាជាឡានរបស់ខ្លួនរៀងធូរទ្រូងបន្តិចយើងក៏បានឃើញGarlandហ្នឹងគឺនៅលើយន្តហោះជាមួយនឹងក្រុមអ្នកទោសផ្សេងទៀតដែរអញ្ចឹងក្មេងស្រីនោះគឺមិនមានរឿងអ្វីកើតឡើងទេក្រុមអ្នកទោសក៏រំរែកនៅលើយន្តហោះពេញហ្នឹងចូនក៏ឃើញសម្បត្តិរបស់ផូម្ដងហើយគេក៏បានប្រាប់ទៅកាន់សៃរ៉ឺសក៏ចាប់យកប៉ូលីសចេញមកដើម្បីចង់បាញ់សម្លាប់ផូក៏បានចេញមុខមកដើម្បីសារភាពប៉ុន្តែអូដែលក៏បាននិយាយកាត់ថាអ្វីគ្រប់យ៉ាងហ្នឹងគឺគេជាអ្នកធ្វើទេអញ្ចឹងហើយសៃរ៉ឺក៏បានបាញ់គេមួយគ្រាប់ឲ្យមានរបួសសៃរ៉ឺអានសម្បត្តិហើយគេក៏ដឹងថាផូគឺជាជនក្បត់នៅក្នុងក្រុមគេក៏ចង់សម្លាប់ផូម្នាក់ទៀតប៉ុន្តែពេលហ្នឹងក៏មានកន្ទុំរុយប្រយុទ្ធដែលបានបើកមកពីក្រោយហើយក៏បានបាញ់រះជាច្រើនគ្រាប់មកកាន់ក្រុមអ្នកទោសGarlandគឺអង្គុយធ្វើដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹង
ជាសំណាងរបស់ក្រុមអ្នកទោសហើយដែលលោកប៉ូលីសឡាគិនបានបើកកន្ទុំរុយរបស់គាត់បាំងពីមុខគ្រាប់មីស៊ីលមេរបស់គាត់កុំអីអ្នកទោសនៅលើយន្តហោះហ្នឹងគឺដឹងតែស្លាប់ទាំងអស់គ្នាជាមិនខានផូក៏ព្យាយាមវាយគ្នារបស់ Cyrus ហើយក៏បន្តចូលទៅដល់បន្ទប់គ្រប់គ្រងយន្តហោះបានគេក៏បានភ្ជាប់ទំនាក់ទំនងមកកាន់កន្ទុំរុយរបស់ខាងប៉ូលីសហើយក៏ចរចាគ្នាថានឹងចុះចតនៅប្រលានយន្តហោះ Vegas ប៉ុន្តែដោយសារតែកំហុសបច្ចេកទេសហើយយន្តហោះគឺមានការខូចខាតផងដែរនោះវាក៏មិនចុះចតនៅទីតាំងដែលបានព្រៀងទុកនោះទេដោយយន្តហោះក៏បានធ្លាក់នៅកណ្ដាលផ្លូវហើយក៏បន្តរអិលចូលទៅដល់ក្នុងកាស៊ីណូដ៏ធំមួយ Cyrus ក៏ចង់បានសម្លាប់ផូប៉ុន្តែជាសំណាងល្អដែលយន្តហោះពេលហ្នឹងក៏ដាច់ជាពីរកំណាត់ហើយក្រុមប៉ូលីសនិងក្រុមគ្រូពេទ្យក៏បានចូលទៅជួយអ្នកទោសដែលត្រូវរបួសដូចជា Odell ជាដើមហើយអ្នកទោសដែលជាសមាជិកក្រុមរបស់ Cyrus គឺភាគច្រើនត្រូវបានប៉ូលីសចាប់បានលើកលែងតែ Cyrus ជាមួយនឹងកូនចៅម្នាក់តែប៉ុណ្ណោះ Cyrus ក៏បន្តរត់ឡើងទៅលើឡានពលិតអគ្គិភ័យហើយផូក៏បានឃើញរួចក៏បានជិះម៉ូតូដេញតាមជាមួយនឹង Larkin ផូក៏បានបើកម៉ូតូយ៉ាងលឿនហើយក៏បានហក់ទៅតោងជណ្ដើរឡានពលិតអគ្គិភ័យចំណែកឯ Larkin វិញគេក៏បានហក់ទៅតោងលើដំបូលឡានដើម្បីចង់ចាត់ការកូនចៅ Cyrus ម្នាក់ដែលកំពុងតែបើកឡានហ្នឹងផូក៏មានឱកាសចាក់កំភួនជើង Cyrus មួយកំបិតហើយគេក៏បានដាក់ខ្នោះដៃ Cyrus ហ្នឹងនឹងជណ្ដើរជាប់រួចផូក៏បានបើកទឹកចូលទៅក្នុងកន្លែងតែកង់ឡានដែលធ្វើឲ្យវាមិនអាចបើកបរបន្តទៀតបាន Cyrus ក៏ត្រូវបានផ្លោងទៅបុកនឹងស្ពានអាកាសឆ្លងកាត់ផ្លូវរួចក៏ធ្លាក់ទៅទាក់ខ្សែភ្លើងបែកខ្ចាយព្រែតផូក៏ហក់ចុះពីលើឡានទាន់មុនពេលដែលឡានទឹកនឹងផ្ទុះហើយចំណែកឯ Cyrus វិញគេក៏ត្រូវស្លាប់ដោយសារតែម៉ាស៊ីនបុកគ្រឹះនឹងធ្លាក់ចំបែកក្បាលខ្ទេចតុក្កតាដែលផូទុកឲ្យកូនស្រីរបស់ខ្លួនក៏បិះតែនឹងហូរចូលទៅក្នុងលូទៅហើយប៉ុន្តែផូក៏បានយកមកវិញទាន់គេក៏បានទៅចាប់ដៃជាមួយនឹង Larkin រួចគេក៏បានដើរទៅរកប្រពន្ធរបស់គេដំបងប្រពន្ធនឹងកូននឹងគឺមើលមិនចង់ស្គាល់ផូនោះទេប៉ុន្តែផូក៏បានដកយកតុក្កតាដែលគេទុកសម្រាប់ឲ្យទៅកាន់កូនស្រីរបស់គេចេញមកហើយកូនស្រីក៏បានអោបឪពុកដោយក្តីរីករាយរួចសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនេះផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ